ចាជំរាបសួរសួស្តីទាំងអស់គ្នាថ្ងៃនេះវិលមកជួបនឹងខ្ញុំម្ដងទៀតនៅមេរៀនពិសោធន៍ម៉ូជីវវិទ្យាចាថ្ងៃនេះដែរនាងខ្ញុំបានដឹកនាំបងប្អូនថ្នាក់ទី7នៅក្នុងមេរៀនទី1រូបគុំនៃកោសិកាចាអញ្ចឹងនៅក្នុងមេរៀននេះដែរគឺបានដកស្រង់នៅចំណុចមួយចំនួនដែលត្រូវមកពិសោធន៍ឲ្យបងប្អូនបានសិក្សាកាន់តែច្បាស់លាស់ជាមួយនឹងកោសិកានៅក្នុងរុក្ខជាតិចាអញ្ចឹងរុក្ខជាតិដែលនាងខ្ញុំបានកាន់នេះគឺរុក្ខជាតិខ្ទឹមបារាំងចាអញ្ចឹងថ្ងៃនេះគឺអ្នកគ្រូក៏បានយកស្រទាប់ខ្ទឹមបារាំងដែលហៅបានថា epidem នៃខ្ទឹមបារាំងនិងខ្ទឹមក្រហមដោយសារតែស្រទាប់ទាំងពីរនេះគឺវាមានលក្ខណៈស្រដៀងគ្នាចាអញ្ចឹងគឺការពិសោធន៍នេះគឺអាចនឹងប្រើយើងអាចប្រើបានម៉ាស៊ីនជាច្រើនប្រភេទដូចជាឧទាហរណ៍ថា optic microscope ឬក៏ digital microscope អីចឹងទៅចាអញ្ចឹងនៅក្នុងថ្ងៃនេះដែរគឺនាងខ្ញុំបានជ្រើសរើសម៉ាស៊ីន digital microscope ដើម្បីឲ្យបងប្អូនបានសិក្សានិងដឹងពីតួនាទីមួយចំនួននៅក្នុងម៉ាស៊ីននេះដែរចាអញ្ចឹងជាដំបូងគឺជំហានដំបូងគឺយើងត្រូវតែចិត្តស្រទាប់នៃខ្ទឹមបារាំងហ្នឹងឲ្យស្ដើងជាមួយនឹងឡាមអញ្ចឹងខ្ញុំបានឲ្យបងប្អូនគាត់សកដើម្បីឲ្យស្ដើងដើម្បីឲ្យយើងដាក់ចូលម៉ាស៊ីនងាយស្រួលនឹងមើលទៅរូបរាងកោសិការបស់នៅក្នុងស្រទាប់ខ្ទឹមបារាំងនឹងឯងចាអញ្ចឹងដំណើរការពិសោធន៍គឺយើងត្រូវមានទឹកស្អាតហើយនឹងពីប៉ែតជ័រដើម្បីសម្រាប់បន្តនៅពេលដែលយើងប្រើម៉ាស៊ីនចាអញ្ចឹងបន្តមកទៀតយើងត្រូវយកស្រទាប់ខ្ទឹមបារាំងហ្នឹងដាក់នៅចន្លោះដែលម៉ាស៊ីនត្រូវប្រចាំងភ្លើងចាអញ្ចឹងពេលដែលដាក់ហើយគឺយើងត្រូវបន្តទឹកមួយដំណក់ដើម្បីឲ្យបញ្ជ្រាបជាមួយនឹងភ្នាសនៃកោសិកាដើម្បីឲ្យយើងអាចមើលឃើញរូបរាងនៃកោសិកាកាន់តែច្បាស់ថែមទៀតដែរចាអញ្ចឹងការពិសោធន៍គឺបងប្អូនបានឃើញនៅរូបរាងនៃកោសិកាមួយចំនួននៅក្នុងតាមរយៈ screen នៃម៉ាស៊ីនចាអញ្ចឹងដូចយើងខ្ញុំបានជម្រាបខាងមុខអញ្ចឹងថា digital microscope គឺវាងាយស្រួលបំផុតដោយសារតែមាន screen ដែលអាចបញ្ចាំងឆ្លុះបញ្ចាំងនៅរូបភាពដែលយើងបានកំណត់ជាមួយនឹងកោសិកាស្រទាប់ខ្ទឹមដែលយើងបានឆូតជាមួយនឹងឡាមនឹងដែរចាអញ្ចឹងរូបចុងក្រោយដែលបងប្អូនគាត់បានពិសោធន៍គឺមានលក្ខណៈជារូបភាពចានេះគឺជារូបភាពដែលបានបង្ហាញនៅលើ screen នៃម៉ាស៊ីនអញ្ចឹងបងប្អូនអាចឆ្លើយសំណួរនៅចុងមេរៀនបានហើយក៏អាចគូរនៅរូបកោសិកាដែលបងប្អូនបានពិសោធន៍រួចរាល់ផងដែរចាអញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការទស្សនាពី